បងវាសួរបាទអញ្ចឹងជាដំបូងចង់ឲ្យបងជួយណែនាំឈ្មោះទៅបងប្អូនតិចទៅហើយនឹងមកពីសាលាណាហើយគេនេះបងយកផលិតផលអីឬក៏បច្ចេកវិទ្យាយកមកតាំងពីព្រោះដែរជាសួរខ្ញុំឈ្មោះឆៃយ៉ាងណាជានិស្សិតវិទ្យានេះមកពីជាស្នាមជាម្ដងដល់បច្ចេកទេសបាទហើយនេះបាទខ្ញុំយកម៉ាស៊ីនរុំវេដែលប្រើដៃរ៉ូបូតយកមកតាំងពីព្រោះហ្នឹងវ៉ាវហើយនេះបងចាប់អារម្មណ៍ខ្លាំងមែនតើខ្ញុំឃើញអានេះវាប្លែកអានេះតើវាធ្វើការទៅលើខ្លះដែរវាឆុងកាហ្វេអីដល់ខ្លួនឯងយកទៅបន្តិចមកក្នុងនេះគឺយើងវាឆុងកាហ្វេមកហើយរ៉ូបូតជាអ្នកចាប់ទឹកហើយលុយបាទយល់បងហើយចុះពាក់ព័ន្ធមួយនឹងបច្ចេកវិទ្យានេះខាងសាលាបងអ្នកធ្វើឬក៏យ៉ាងម៉េចដែរចំពោះការនេះគឺសាលាខ្ញុំអ្នកធ្វើផ្ទាល់អូយល់បងហើយចុះទៅលើការស្រាវជ្រាវរយៈពេលប្រហែលខែឬក៏ប្រហែលឆ្នាំទៅអាចធ្វើរ៉ូបូតនេះឡើងសម្រាប់មួយតួទាំងអស់គង់5ខែ5ខែបាទអូដោយសារពេលធ្វើនោះគឺមានលើវាច្រើនដែរអូបងប្អូនទាំងនេះធ្វើតែ5ខែទេប៉ុន្តែចេញរ៉ូបូតនេះមួយតំណងខ្លាំងមែនទែនអូខេបងអញ្ចឹងពាក់ព័ន្ធមួយនឹងការឆុងតើវាអាចឆុងបានអីក្រៅពីកាហ្វេអត់នៅក្នុងហ្នឹងគឺយើងមាន3បងយើងមានកាពូឈីណូអាមេរិកាណូហើយនិងតែត្រឡប់គោអូខេលយមែនទែនបងប្អូនទាំងគ្នានេះគឺជារ៉ូបូតឆុងកាហ្វេឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនចុះឃើញឡើយនេះពាក់ព័ន្ធមួយ QR code នេះអានេះអីគេដែរបងQR code ហ្នឹងគឺយើងទូទាត់ទៅតាមជាអនឡាញបាច់ចាំតែលុយសុទ្ធទេគឺគាត់តែ scan ហើយគឺវានឹងរ៉ានអូតូឲ្យយើងតែបងអូពិសេសមែនអញ្ចឹងមានន័យថាអានេះបើយើងដាក់តាមទីសាធារណៈឬក៏តាមសាលារៀនអីយើងគ្រាន់តែធ្វើការ scan QR code នេះទៅយើងអាច pay លុយបានទេមែនទេអូយទៅលើអ្នកនរគ្នាអានេះជាអនាគតតិចទៀតកន្លែងហាងកាហ្វេមានអានេះមួយចំណេញមែនទែនកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សបានច្រើនព្រោះថាមានម៉ាស៊ីននេះមួយអាចធ្វើការឆុងកាហ្វេដោយបងប្អូនបានឃើញហ្នឹងមិញឆុងទៅលើគេបងមិញឆុងទៅលើតែតំណគោបងអូខេដោយបងប្អូនបានឃើញហើយដំណើរការប្រសិទ្ធិទំនើបខ្លាំងមែនទែនហើយចុះតើតើមួយការធ្វើនេះយើងធ្វើតែបងម្នាក់ឯងឬក៏មានធីមដែរមានធីមបងការធ្វើនេះគឺយើងធ្វើជាធីមដូចនៅក្នុងនេះបញ្ជាក់ធីមដែរអូនេះសិតតែធីម work ដែលយើងធ្វើកាហ្វេនេះឡើងណាបាទហើយចុះយើងមានត្រូវទៅសេកូដឬក៏អីឡើងអត់សម្រាប់នេះគឺយើងទាំងមេកានិកទាំង set up ទាំង program គឺពួកខ្ញុំអ្នកធ្វើទាំងអស់អូលយមែនតាអញ្ចឹងខ្ញុំមើលទៅខាងក្នុងដូចជាមានការកែច្នៃអីដល់ខ្លួនឯងមែនទេបាទបងសម្រាប់មេកានិកគឺពួកខ្ញុំកែច្នៃគ្រាន់តែ end time បាទទៅទូទៅមួយដោយសារកន្លែងផលិតករគឺយើងពិបាកក្នុងការធ្វើខ្លួនឯងយ៉ាអូអញ្ចឹងមានន័យថាធុងនេះមួយឯងបើក្រៅពីហ្នឹងយើងធ្វើខ្លួនឯងទាំងអស់បាទអូលយបងប្អូនទាំងគ្នាធុងនេះធុងកាហ្វេរបស់គេណាប៉ុន្តែខាងក្នុងដូចបងប្អូនទាំងគ្នាឃើញនៅក្នុងវីដេអូអញ្ចឹងគឺធ្វើដោយនិស្សិតខ្មែរយើងទាំងអស់ហើយពិសេសខ្លាំងមែនតើខ្ញុំគិតថាដាក់នៅតាមសាលារៀនឬក៏តាមទីប្រជុំជនណាមួយឲ្យវាលក់កាហ្វេបានបងសម្រាប់រ៉ូបូតឆុងកាហ្វេនេះយើងអាចឆុងបាន24ម៉ោងដែរអត់សម្រាប់ចាស់ស្ដាយហ្នឹងគាត់អាចជំនាញទី1បងតែនៅថ្ងៃណាគាត់ខ្ញុំសង្ឃឹមថានឹងអាចអូខេអូយតំណើខ្លាំងមែនតើបងប្អូនទាំងគ្នាប្រហែលជាឃើញហើយតើតោមួយនឹងរ៉ូបូតហើយនឹងការកែច្នៃរបស់និស្សិតខ្មែរយើងហើយខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងមែនតើហើយខ្ញុំចង់ឲ្យមានអានេះនៅស្រុកយើងកាន់តែច្រើនព្រោះថាឥឡូវនៅស្រុកយើងកំពុងតែលំហូរចូលបច្ចេកវិទ្យាកាន់តែច្រើនអញ្ចឹងថ្ងៃអនាគតទៅមានបច្ចេកវិទ្យាកាន់តែច្រើនគឺជួយសម្រួលទៅដល់ការងាររបស់មនុស្សយើងច្រើនដូចគ្នាអូខេបងខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណបងច្រើនដែលបានចូលរួមបទសម្ភាសន៍អូខេបងអរគុណច្រើនអូខេអរគុណបងប្អូនទាំងគ្នា